ពន្លាតដែនសមត្ថកិច្ចឆ្លងខេត្តភ្នំពេញស្វាយរៀងរកឃើញគ្រឿងញៀនជិត3គីឡូក្រាមអាវុធហត្ថរាជធានីភ្នំពេញបើកការស្រាវជ្រាវករណីគ្រឿងញៀនអស់រយៈពេលជាច្រើនថ្ងៃរហូតពន្លាតដែនដីទៅសហការជាមួយកម្លាំងអាវុធហត្ថខេត្តស្វាយរៀងនិងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេសក្នុងថ្ងៃទី6 ខែឧសភាឆ្នាំ2025បានការឆែកឆេរ3ទីតាំងជាបន្តបន្ទាប់រកឃើញគ្រឿងញៀនប្រភេទក្រាមពណ៌សថ្លាសរុបចំនួន4កញ្ចប់ធំតូចស្មើនឹង2គីឡូ6ខាំ 92.70 ក្រាមដបផ្កាយឆ្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនថង់សម្រាប់ច្រកគ្រឿងញៀនរួមនឹងសម្ភារៈមួយចំនួនទៀតនឹងធ្វើការឃាត់ខ្លួនមនុស្សចំនួន2នាក់ឈ្មោះលេងវាសនាហៅក្រៅទឿពេលប្រុសអាយុ23ឆ្នាំស្នាក់នៅភូមិក្បាលកោះសង្កាត់ព្រៃឯងខណ្ឌច្បារអំពើរាជធានីភ្នំពេញនិងឈ្មោះសេងកំសៀងហៅសៀងពេលប្រុសអាយុ18ឆ្នាំស្នាក់នៅភូមិសំរោងឃុំមុកដាស្រុករមាសហែកខេត្តស្វាយរៀងបច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីធ្វើការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់